កីឡាកររុស្ស៊ីម្ចាស់សកលវត្ត Eggman Tournament រដូវកាលទី3នេះប្រសិនបើប៉ះជាមួយធឿនធេរ៉ាឃីមយកឃើញថាមិនអាចយកឈ្នះធឿនធេរ៉ាបាននោះទេបើមើលទៅលើការប្រកួតរបស់គាត់ហាក់បីដូចជាមិនមានតម្រង់ការវាច្បាស់លាស់ណាមួយឡើយបើទោះបីការប្រកួតរបស់គាត់ឈ្នះ Pavel ដោយការប្រើប្រាស់កែងបានយ៉ាងល្អក៏ពិតមែនប៉ុន្តែសម្រាប់ admin នៅតែជឿជាក់លើសមត្ថភាពធឿនធេរ៉ាគឺល្អជាងកីឡាកររុស្ស៊ីរូបនេះadmin សូមបញ្ជាក់ការនិយាយថាកីឡាកររុស្ស៊ីមិនអាចយកឈ្នះធឿនធេរ៉ាមិនមែនកីឡាកររុស្ស៊ីរូបនេះមិនល្អនោះទេចំណែកឯការប្រកួតរវាងធឿនធេរ៉ានិង Pavel Eggman Tournament រដូវកាលទី3នេះគឺធឿនធេរ៉ាពិតទីចាញ់ Pavel ពិតប្រាកដមែនដោយធឿនធេរ៉ាហាក់បីដូចជាមិនសូវហ៊ានវាយសម្រុកដោយការប្រកួតជាមួយនឹងកីឡាករចិនឬក៏ការប្រកួតរបស់គាត់មុនសម្រាប់ admin ឃើញថាធឿនធេរ៉ាមិនសូវហ៊ានវាយសម្រុកទៅកាន់ Pavelអាចបណ្ដាលមួពីរូបគេបែកកំឡុងពេលប៉ះជាមួយនឹងកីឡាករចិនហើយការបែកនេះដែរអាចជាកត្តាមួយដែលធ្វើឲ្យរំខានដល់ការប្រកួតរបស់គាត់ហើយវាធ្វើឲ្យគាត់មានអាការៈឈឺកំឡុងពេលសម្រាកនិងចំណុចសំខាន់នោះគឺកម្លាំងស៊ុតរបស់គាត់មិនសូវល្អដោយការប្រកួតរបស់គាត់មុនប៉ុន្តែប្រសិនបើការប្រកួតតែមួយដងឈ្នះចាញ់ខ្ញុំជឿជាក់ថាធឿនធេរ៉ាអាចយកឈ្នះ Pavel បាន